ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាប្រាសាទក្រពុំឈូកស្ថិតនៅឃុំរំដោះស្រុករវៀងខេត្តព្រះវិហារប្រាសាទនេះសាងសង់ដោយព្រះបាទជ័យវរ្ម័នទី7នៅសតវត្សទី12និង13ពីឆ្នាំពីគ្រិស្តសករាជ1181ដល់គ្រិស្តសករាជ1220សង់ដើម្បីអីសង់ដើម្បីអារោഗ്យសាលាព្យាបាលជំងឺមានចង់ឲ្យបងប្អូនមកទស្សនាអត់ចង់ខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមកទស្សនានៅប្រាសាទនេះដើម្បីមកមើលស្នាដៃបុព្វបុរសដែលសាងសង់ប្រាសាទនេះឥឡូវយើងទៅមើលប្រាសាទទាំងអស់គ្នាណាអូនេះស្អីគេនេះនេះរបងកំផែងធ្លុះមកបាត់ហើយណាដាក់តាមណាកាយអូនេះនៅក្នុងកំផែងប្រាសាទហ្នឹងអីគេដាក់ទៅមុខទៅម្នាក់ដាក់ទៅមើលកា